បរិមម្នាក់នេះហើយដែលចង់បានខេត្តកោះកុងដាក់បញ្ចូលជាទឹកដីនៅក្នុងប្រទេសថៃបរិមម្នាក់នេះគឺជាអតីតឧបនាយករដ្ឋមន្ត្រីដែលមានឈ្មោះថាផ្លប់ប្រសុបស៊ូរ៉ាវឌីលោកស៊ូរ៉ាវឌីក៏បានបញ្ជាក់ផងដែរថាប្រសិនបើព្រមទៅកាន់តុលាការ ICJ លោកសូមស្នើឲ្យរាជរដ្ឋាភិបាលដាក់បញ្ចូលខេត្តកោះកុងក្នុងការយកទៅចរចាដើម្បីដាក់បញ្ចូលនៅក្នុងទឹកដីនៃប្រទេសថៃទៅវិញហើយលោកក៏បានបញ្ជាក់ផងដែរថាគាត់ធ្លាប់រស់នៅទឹកដីខេត្តកោះកុងនេះហើយឃើញថាប្រជាជននៅក្នុងខេត្តកោះកុងនេះក៏ចេះសៀមច្រើនបែរជានិយាយក៏ដូចជាលើកឡើងទៅបែបនេះទៅវិញនៅពេលដែលខ្ញុំបានឃើញសំណេរមួយនេះគឺពិតជាហួសចិត្តខ្លាំងមែនទែនតាក់ទងជាមួយនឹងគាត់ថាគាត់ធ្លាប់រស់នៅទឹកដីខេត្តកោះកុងហើយទឹកដីនៅខេត្តកោះកុងមានប្រជាជនដែលចេះភាសាសៀមច្រើនអញ្ចឹងបានន័យថាឲ្យតែចេះភាសាសៀមច្រើនហ្នឹងគឺបានន័យថាទឹកដីហ្នឹងគឺជាទឹកដីរបស់សៀមមិនមែនចុះឧទាហរណ៍ថាប្រសិនបើប្រជាជនកម្ពុជា40% មានអ្នកចេះនៅភាសាអង់គ្លេសអញ្ចឹងបានន័យថាទឹកដីនៃ40% ហ្នឹងគឺជាទឹកដីរបស់អង់គ្លេសហើយនេះគឺជាការលើកឡើងមួយដ៏ខ្វះការពិចារណាក៏ដូចជាការទៀមទាគ្មានហេតុផលជាការទៀមទាដើម្បីជាការលេះរបស់ក្រុមជ្រុលនិយមនៅក្នុងប្រទេសរបស់ខ្លួនមួយចំនួនតែប៉ុណ្្នឹងឯងហើយយើងឃើញថាប្រជាជននៃប្រទេសថៃមួយចំនួនហាក់បីដូចជាជ្រុលនិយមខ្លាំងមែនទែនពុំស្គាល់អំពីអ្វីទៅជាប្រវត្តិសាស្ត្រកាលពីយូរលង់ណាស់មកហើយនិយាយក៏ដូចជាកលៃនៃប្រវត្តិសាស្ត្ររបស់ខ្លួនដើម្បីតែបំពុលក្នុងសង្គមហើយធ្វើឲ្យសង្គមរបស់ខ្លួនហ្នឹងងាកមករកក៏ដូចជាចោទមកលើប្រទេសកម្ពុជាទៅវិញ